គាត់ថាប្រយោជន៍ដែលបងប្អូនទទួលបានជាមួយនឹងការទិញកញ្ចប់អាជីវកម្មរបស់ខ្ញុំឬក៏ការសហការជាមួយនឹងខាងខ្ញុំម្នាក់50%វិញបងប្អូននឹងទទួលបានគេខ្លះបើសិនជាបងប្អូនទុកលុយចោលនៅក្នុងកុងធនាគារ2000 3000 4000 $1000ក្នុងមួយខែបងប្អូនទទួលបានប្រហែលការប្រាក់ប៉ុន្តែនៅក្នុងហាងស្តាក់របស់ខ្ញុំខ្ញុំអត់មានធានាថាក្នុងមួយខែបងប្អូនបានទទួលបានទេជាក់ស្ដែងនៅជប់មាសពួកយើងបានបែងចែកគ្នាក្នុងមួយខែក៏រសជាតិមួយនេះគឺខ្ញុំជាអ្នកបង្កើតមិនមានបានកូពីចម្លងពីខាងណាគឺខ្ញុំជាអ្នកបង្កើតខ្ញុំអ្នកធ្វើរសជាតិនៅពេលដែរភ្ញៀវគាត់នឹកឃើញចង់ញ៉ាំប្រកាសណាស់គឺគាត់ត្រូវតែមកហៅស្ប៉ាហ្គេទីហឹលគាត់ចង់ញ៉ាំរសជាតិហ្នឹងទើបគាត់មកហៅយើងគាត់អាចមានអីផ្សេងជំនួសទេអត់អួតទេបងប្អូនប៉ុន្តែវាគឺជាគ្រឿងពិតបើសិនជារសជាតិអីផ្សេងដូចជាឧទាហរណ៍ពូស្ប៉ាហ្គេទីហឹលនេះគឺជារសជាតិរបស់ខ្ញុំអ្នកបង្កើតដល់ខ្លួនឯងហ្មងអញ្ចឹងវាលក្ខណៈថាមានភាព unique អញ្ចឹងបងប្អូនដែលរកស៊ីជាមួយនឹងខ្ញុំប្រកាសណាស់នឹងទទួលបានភ្ញៀវយើងពិតប្រាកដសួរថាតើតែបងប្អូនចំណាយលុយក្នុង$1,000ជាមួយនឹងខ្ញុំបងប្អូនភ័យខ្លាចបែបណាទាំងតែបច្ចុប្បន្នអាជីវកម្មត្រូវការឈរជើងយ៉ាងអន់6ខែក្នុងការខាតហើយអាជីវកម្មខ្លះបើកបានត្រឹមតែ2-3ខែឬក៏កន្លះឆ្នាំមានការសេងហាងបងប្អូនឆែកមើលបានសេងហាងក្រុងព្រាតអានេះទិញ franchise ទិញអាជីវកម្មមកគេប៉ុន្តែអាជីវកម្មរបស់ខ្ញុំធ្វើតូចមែនមិនទាន់ល្បីធំធេងប៉ុន្តែបើកមកប៉ក់ខែទី1ចែកដូចគ្នាហ្មងអត់អួតទេវាជាការពិតបងប្អូនអាចមកជួបបានចំពោះបងប្អូនដែលគាត់មានតូបកាហ្វេឬក៏មានតូបស្រាប់បងប្អូនចង់យកជាមួយនឹង spaghetti របស់យើងក្នុងមួយថ្ងៃ10ប្រអប់5ប្រអប់20ប្រអប់យកទៅដាក់លក់នៅក្នុងតូបកាហ្វេរបស់ខ្លួនឯងបងប្អូនអាចតាក់ទងជាមួយនឹងខាងពួកខ្ញុំបានពួកខ្ញុំមានរៀបចំដាក់ជូនដល់ទីតាំងហើយនឹងប្រាប់ពីរបៀបការទុកដាក់ជាមួយនឹង spaghetti របស់យើងដែរតម្លៃទៅជូនថាពិសេសអាចតាក់ទងជាមួយនឹងខាងខ្ញុំបានជាមួយនឹង page ឬក៏លេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់តាមរយៈ Telegram ហ្នឹងឯង